មួយថ្ងៃមកដើរលេងបីកន្លែងកំសាន្តស្អាតៗដែលគេកំពុងតែល្បីនៅក្នុងស្រុកស្រែអំបិលអាងទឹកធម្មជាតិពិភពអវតារនិងស្ទឹងពពកដល់តែបានឃើញផ្ទាល់ភ្នែកអញ្ចឹងបានដឹងថាអស្ចារ្យប៉ុណ្ណាឲ្យតែបានមកលេងកន្លែងទឹកធ្លាក់ធម្មជាតិចឹងហើយគឺថាអត់ភ្លេចទេជាមួយនឹងសាប៊ូកក់សក់ម៉ាកក្លិនដែលជាផលិតផលខ្មែរល្អសម្រាប់ការកម្ចាត់អង្គែជួយឲ្យសក់ទន់រលាស់រលោងជាពិសេសគឺមានសារធាតុម៉ង់តូលធ្វើឲ្យត្រជាក់ស្បែកក្បាលកក់ឲ្យមានអារម្មណ៍ថាស្រស់ស្រាយភ្លាមៗតែម្ដងតែដំណើរកម្សាន្តលើកនេះគឺខ្ញុំចំណាយពេលមួយយប់មួយថ្ងៃមកស្នាក់នៅភូមិទឹកស្រែជាប់នឹងដងព្រែកតែម្ដងនៅទីនេះគឺទេសភាពបែបជនបទទាំងការរៀបចំផ្ទះស្នាក់ខាងគាត់នេះគឺរៀបចំបែបសាមញ្ញតាមអ្នកស្រុកតាមភូមិនេះតែគ្រប់ភ្ញៀវទេសចរដែលបានមកលេងស្នាក់នៅទីនេះហើយគឺមានអារម្មណ៍ថាលំហែស្រស់ស្រាយមែនតែនជាពិសេសជាមួយនឹងធម្មជាតិបែបស្រស់ស្រាយឈៀលក្រៅពីនឹងល្ងាចឡើងអីក៏យើងអាចមកជិះក្បូនមើលថ្ងៃលិចនៅលើកោះគេនៅជិតនឹងកន្លែងស្នាក់នៅនឹងតែម្ដងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាប្លែកខ្លាំងមែនតែនទីនេះគឺអំណោយផលពីធម្មជាតិគ្រប់យ៉ាងនិយាយរួមទៅគឺមានការរៀបចំទុកដោយធម្មជាតិហ្មងយើងអាចមកឈរថតរូបលេងនៅពីលើកោះនេះបានហើយបើមានថ្ងៃលិចទៀតនៅទីនេះទេសភាពដឹងតែអែមកប់ហ្មងបន្ទាប់ពីត្រឡប់មកវិញគឺយើងអាចរៀបចំជាអាហារពេលល្ងាចនៅនឹងបន្ទប់ដែលយើងស្នាក់នឹងតែម្ដងក៏បានដែរដល់ពេលព្រឹកស្អែកគឺខ្ញុំជួលម៉ូតូសហគមន៍ឡើងទៅមើលស្ទឹងពពកពីព្រឹកខ្ទង់ម៉ោង6ព្រឹកហើយនៅពេលដែលខ្ញុំជិះមកដល់ខាងស្ទឹងពពកខ្ទង់ម៉ោង6:07ហ្នឹងគឺថាចាប់ផ្ដើមពពកចេញស្អាតមែនតែនដូចគេនិយាយចឹងលឺ100ដងអត់ស្មើមកបានឃើញផ្ទាល់ភ្នែកម្ដងទេចេញពីនឹងមកគឺយើងជិះឡើងទៅខាងលើទៀតដល់ទំនប់ទឹកទើបយើងចុះទូកបន្តទៅលេងនៅខាងទឹកធ្លាក់អូដីខ្សាច់ដែលតាមផ្លូវយើងនឹងបានឃើញសារាយដែលមើលពីលើមកប្រៀបបាននឹងពិភពអវតារដូចគេនិយាយអញ្ចឹងក៏មានឃើញមានឈើវែងដុះនៅតាមផ្លូវតាមទឹកចឹងណាបងប្អូនមើលទៅគឺថាប្លែកភ្នែកមែនតែនខ្ញុំជិះទូកប្រហែលជា40នាទីអីគឺយើងបានមកដល់ទឹកធ្លាក់អូដីខ្សាច់ហ្នឹងហើយដែលជាអាងទឹកធម្មជាតិមើលឃើញដល់បាតមានដូចដីខ្សាច់ហើយទឹកវិញនិយាយពីថ្លាឆ្វេងតែម្ដងបានហើយមកលេងទឹកធ្លាក់ចឹងហើយឥឡូវគឺថាយកសាប៊ូមកកក់សក់ដល់កន្លែងទឹកធ្លាក់គេទៀតសាប៊ូជាពិសេសគឺសាប៊ូក្លិនដែលល្អមែនតើណាសម្រាប់សក់គេអីគឺថាល្អខ្លាំងហើយណាមួយវិញទៀតនេះជាផលិតផលរបស់ខ្មែរដែលរូបមន្តពីប្រទេសកូរ៉េមកបងប្អូនសម្រាប់ខ្ញុំឥឡូវគឺគាំទ្រនឹងជំរុញខ្លាំងមែនតើខិតខំប្រមូលផលិតផលប្រើប្រាស់ក្នុងស្រុកខ្មែរយើងតែម្ដងសំខាន់គឺគុណភាពខ្ពស់ថែរក្សាសក់រឹងមាំជាពិសេសនៅពេលដែលបានប្រើជាមួយនឹងក្រែមបន្ទន់សក់ក្លិនចឹងទៀតណាធ្វើឲ្យសក់យើងមានអារម្មណ៍ថាទន់ល្មើយភ្លឺដូចសរសៃសូនចឹងបានមកកក់សក់នឹងទឹកជ្រោះទឹកត្រជាក់ចឹងទៀតនិយាយពីថាស្រស់ស្រាយសាហាវហ្មងបន្ទាប់ពីយើងចេញពីអូដីខ្សាច់ទៅគឺយើងឡើងទៅទឹកធ្លាក់មួយកន្លែងទៀតដែលគេហៅថាទឹកធ្លាក់ចិន្តាបុរាណឬចិន្តាថ្មនៅទីនេះក៏យើងអាចមកលេងទឹកបានដែរនិយាយទៅស្អាតដូចគ្នាអញ្ចឹងគ្រាន់តែទឹកធំជាងនៅអូដីខ្សាច់ហើយទឹកវិញគឺថាថ្លាឆ្វេងមើលដល់បាតថ្មតែម្ដងមិនថារដូវប្រាំងរដូវវស្សាទេទីនេះគឺមានទឹករហូតអញ្ចឹងហើយគឺបងប្អូនអាចមកលេងទីនេះបានក៏ដូចជាលើកស្ទួយដល់ទេសចរនៅក្នុងស្រុកខ្មែរយើងចាហើយក៏អរគុណសម្រាប់ការទស្សនាជួយចុច follow page ដាវិកាម្នាក់មួយសម្រាប់ដំណើរកម្សាន្តបន្តទៀតបាយបាយ